អញ្ចឹងលោកសាកល្បងជាមួយខ្ញុំឬអត់ឲ្យតែលោកយកកណ្ដឹងនេះដាក់ជួលលើភ្នំបាត់មុនទុកថាលោកឈ្នះខ្ញុំនឹងឲ្យលោកខ្ចីប្រអប់លើប្រចាំនិយាយប្រាប់ចុះយើងនឹងឲ្យគឺមហាទេពស្មាមេឃឆាប់ភ្លាមដូចណាដូចអីលោកខ្លាចជាមនុស្សរបស់ខ្ញុំហើយខ្ញុំនឹងបោះប្រាឲ្យលោកដូចជាលារបស់ខ្ញុំអញ្ចឹង500ឆ្នាំមុនប្រជ្រុយ3គ្រាប់សុនអខងមិនអាចទេខ្ញុំមិនជឿមិនអាចទេខ្ញុំមិនអាចជាសុនអខងទេធីតាតើទៅពួកឯងសត្វតែជារបស់ខ្ញុំនឹងល្អចំពោះពួកឯងម្ចាស់ស្រីទេធីតាមានច្រឡំអត់ហ្នឹងស្អីទៀតហើយអូលោកអៀនណាមិននឹងអាចនោះគេគ្រាន់ជាមនុស្សធម្មតាហេតុអីត្រូវរអៀចិត្តខ្ញុំក៏មិនខ្លាចម្ចាស់ស្រីដែរខ្ញុំចង់ថាបជ្រុយ3គ្រាប់នេះមិនចូលចិត្តទេមិនចូលចិត្តខ្ញុំឆ្កឹះចាញ់មួយវិញចង់ឆ្កឹះមួយណាប្រាប់មកខ្ញុំប្រាប់តាមត្រង់ចុះតាំងពីខ្ញុំកើតមកខ្ញុំមិនដែលឃើញបជ្រុយអីស្អាតយ៉ាងនេះទេខ្ញុំពិតជាចូលចិត្តខ្លាំងណាស់កំភៃខ្ញុំនឹងរៀបចំក្រែមួយឲ្យលោកតើទៅមិនបាច់ដេកនៅលើដីទៀតទេខ្ញុំប្រាប់ចុះបើថាខ្ញុំជាប្រុសស្អាតមានសម្រស់ដៃគេមែនតែខ្ញុំលក់តែសិល្បៈមិនលក់ខ្លួនដៃខាតហើយទុកចិត្តចុះខ្ញុំណាគឺមានចិត្តទូលាយចំពោះសត្វចិញ្ចឹមណាសត្វលាក៏មានបន្ទប់ផ្ទាល់ខ្លួនដែរឲ្យក្រែលោកដីប៉ុណ្ណោះចិត្តទូលាយនៅក្នុងផ្នែកម្ចាស់ស្រីខ្ញុំនិងសត្វលានោះគ្មានអ្វីខុសគ្នាទេមែនទេខ្ញុំប្រាប់លោកក៏ជាសត្វចិញ្ចឹមដែរតែសត្វចិញ្ចឹមមានមកមុនមកក្រោយលោកមកក្រោយបងលាលោកត្រូវល្អចំពោះវានិងគោរពវាដឹងទេអូខ្ញុំទៅងូតទឹកឲ្យបងលាអញ្ចឹងឆ្លាតលោកធ្វើហ៎ប្រកាសហើយខ្ញុំខំប្រឹងធ្វើជាពិសេសដើម្បីម្ចាស់ស្រីរបស់ខ្ញុំមានគោលបំណងមានដៃខាតខ្ញុំគ្រាន់តែចង់ធ្វើជាសត្វចិញ្ចឹមដ៏ស្មោះត្រង់ហើយក៏ចង់ទាញទំនាក់ទំនងរវាងពួកយើងទាំងពីរឲ្យកាន់តែជិតដិតបន្តិចលោកនិយាយអញ្ចឹងហើយឲ្យលោកញ៉ាំមុនចាស់ឆ្ងាញ់ទេយ៉ាងម៉េចឆ្ងាញ់ណាស់លោកចូលចិត្តយ៉ាងនេះឲ្យលោកទាំងអស់ពេលញ៉ាំរួចកុំភ្លេចធ្វើមួយចានយកទៅឲ្យបងលាញ៉ាំផងណាហ៎ម្ចាស់ស្រីភ្នំហូគូនេះគឺជារបស់ម្ចាស់ស្រីហើយបន្តមកទៀតម្ចាស់ស្រីមិនចង់ស្វែងរកមហាទេពស្មាមេសុនអុកខុងស្អីនោះទេខ្ញុំចង់រកគេនៅរកស្វាសំអុយម្នាក់ទៀតតែមិនមែនជារឿងងាយស្រួលទេម្ចាស់ស្រីថាស្វាសំអុយគ្រាន់តែជាស្វាមួយក្បាលសមមែនទេមានស្អីអស្ចារ្យទៅធ្វើបានម្ចាស់ស្រីខ្ញុំឲ្យស្វែងរកគេយូរយ៉ាងនេះខ្ញុំប្រាប់ចុះលើកក្រោយក៏ខ្ញុំជួបគេបើខ្ញុំបានជួបគេខ្ញុំប្រាប់ចុះខ្ញុំដាច់ខាតមិនលើកលែងឲ្យគេដាច់ខាតត្រឹមលោកចង់ធ្វើអីគេខ្ញុំប្រាប់ចុះទេវតានៅឋានលើទាំងអស់ក៏មិនអាចទប់ទល់ជាមួយនឹងមហាទេពស្វាមីសុនអ៊ូខុងដែរមើលតែគេធម្មតាប៉ុន្តែនៅក្នុងឋានទាំង3នេះមានតែគេទេដែលពិសេសជាងគេមានសមត្ថភាពអស្ចារ្យកម្លាំងមហាសាលកាប់មិនមុតដុតមិនឆេះខ្លួនរឹងជាងដែកថែបកាប់មិនមុតកម្លាំងមហាសាល那就不对，对不对？如果这把物是想要我，偏不要，不要有。សុនខុងនេះគេថាខ្លាំងណាស់ខ្ញុំវិញទុនជាងសម្លេងទៅទៀតខ្ញុំនឹងគេខុសគ្នាឆ្ងាយពេកហើយខ្ញុំប្រាប់លោកចុះស
សមត្ថភាពរបស់គេមិនមែនមានតែប៉ុណ្ណឹងទេគេអាចឡើងលើមេឃចុះក្រោមដីហោះម្ដង180000យ៉ាងលោកយ៉ាងម៉េចហ្នឹងខ្ញុំស្ដាប់អាចារ្យស្រីដល់ស្លងពេកត្រឹមមិនបានក៏ផ្ទះខ្លួនឯងប្រមាណដៃឲ្យខ្លួនឯងស្វាងបន្តិចទៅមើលតើខ្ញុំនឹងស៊ុនអ៊ូខុងឆ្ងាយគ្នាដោយមេឃនឹងដីខ្ញុំមិនទាន់និយាយអស់ទេស៊ុនអ៊ូខុងអាចប្រើកីឡា72យ៉ាងគេមានបេះដូងតូចៗ72គ្រាប់គេមិនខ្លាចមេឃមិនខ្លាចដីមានគុណធម៌កប់ពពកគេសឹងតែអាចពលីជីវិតខ្លួនឯងដើម្បីជួយមនុស្សទៀតផងគុណធម៌មកពួកនាងមិនមែនស៊ីបងប្អូនខ្ញុំក្នុងស្រីទៅហើយទេគោលបំណងពួកនាងគឺប្រើប្រាស់ឯងពួកនាងគឺមិនអាចស៊ីបងប្អូនឯងទេអញ្ចឹងរឿងក៏សូម្បីតែការស្ដាប់ជាមួយបងប្អូនខ្ញុំម្ដងក៏គ្មានដែរនេះប៉ះពួកយើងអត់ខ្លាចហាមអស់ចាលើគេចង់រត់ដាក់នេះហុំដែរណាថ្លាមលោកទៅយ៉ាងនេះហីមិនខុសទេកម្លាំងក៏ខ្សោយថ្លាមក៏តូចអ្វីក៏ខ្លាចគ្មានគុណធម៌ស្អីក៏មិនចេះខ្ញុំនឹងមហាទេពស្មាមេឥតខ្ចោះប្រៀបធៀបគ្នាខ្ញុំនៅលើដីគេនៅលើមេឃប៉ុន្តែបែបនេះខ្ញុំទុកចិត្តហើយមហាទេពស្មាមេគេក៏មានគុណវិបត្តិដែរម្ចាស់ស្រីជាទេវតាមែនថាសង្ឃឹមថាម្ចាស់ស្រីអាចគោរពវិន័យរបស់មនុស្សបើសិនចង់និយាយដើមរបស់អ្នកដទៃកុំនិយាយអាក្រក់ពីគេត្រូវនិយាយទៅពីល្អដឹងហើយណាហើយនេះញៀមតទៅមហាទេពគេមិនចេះផឹកស្រាប្រមាណទេឲ្យតែផឹកស្បឹងច្បាស់ជាអុកលោកឋានសួគ៌ខ្ញុំប្រាប់លោករូបរាងគេពេលដែលផឹកស្បឹងគួរឲ្យស្រឡាញ់ណាស់គេមិនចេះផឹកស្រាមែនទេលោកសប្បាយចិត្តយ៉ាងនេះធ្វើអីនៅឃើញឆ្នាំនោះខ្ញុំនៅប៉ាបថៅគេដាក់ងារខ្ញុំថា1000ពេងមិនស្រវឹងខ្ញុំប្រាប់នាងដោយសារពេលនេះគ្មានស្រាទេបើសិនជាមានស្រាខ្ញុំនឹងឲ្យនាងស្គាល់អ្វីដែលហៅថាមិនស្រវឹងមិនទៅផ្ទះអូចង់ផឹកស្រាល្អណាស់មកផឹកទេផឹកកំផឹកស្មានថាខ្ញុំខ្លាចទេไม่ใช่ครั้งนะ凭什么天上有资格把时间划分三角就留职责是人是要实现什么哎呀哦还得火眼金睛都看不破ចាំជាគ្មានបាត់ការមែនមួយថ្ងៃដឹងតែពីអួតក្រែងថា1000ពេងក៏មិនស្វឹងទេតែមកពេងសោះសន្លប់ឈឹងចាស្រីមិញឲ្យខ្ញុំផឹកអីគេហើយក្បាលខ្ញុំធ្ងន់ម្ល៉េះច្បាស់ជាស្រាហើយអាចជាស្អីទៀតមិននឹងអាចនោះជឿជិនប៉ាខ្ញុំពូកែផឹកណាក៏ដឹងដែរនេះគឺស្រាទេវតាស្រាមនុស្សធម្មតាទោះខ្លាំងប៉ុណ្ណាក៏មិនបានមួយចំណិតស្រាទេវតាដែរមហាទេពត្រឹមមិនបានផងចុះតម្រាំលោក我参透自己的风格这世界没有一条绝对准则两害相全善的取舍一错再错也可以立地成佛火眼金睛都看不破命运多么难测一正一邪都有因
下众生形形色色 មហាទេព ទេធីតាប្រាប់ខ្ញុំបានទេឲ្យខ្ញុំផឹកអីទៅក្បាលខ្ញុំឈឺយ៉ាងនេះ គឺជាស្រាទេវតាខ្លាំងជាងស្រាធម្មតា 10000 ដងមិនអញ្ចឹងមហាទេពមិនអាចស្វឹងនោះខ្ញុំយល់ថាបើសិនជាគេផឹកស្រាមនុស្សធម្មតាទោះជា 10000 អូតិនក៏គេផឹកមិនស្វឹងដែរដោយលោកនិយាយអញ្ចឹង 1000 ពេកមិនស្វឹង អញ្ចឹងខ្ញុំសុំសន្លប់បន្តហើយ